សួរចាសូមស្វាគមន៍មកកាន់ប្លុកថ្មីរបស់ខ្ញុំលើកទី1ហ្មងអំពីការចំណាយពេលវេលាជាមួយនឹងខ្លួនឯងថ្ងៃឈប់សារៈធ្វើអីខ្លះបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំពេលព្រឹកព្រលឹមឡើងម៉ោង7កន្លះហ្នឹងគឺចេញទៅជួយក្មេងៗរើសារ៉ាមហ្មងវាជាឱកាសល្អដែលយើងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាក្បាលនៅប៉ោយប៉ែតទូដែរអាយដល់មកចុះចាំមករត់ស្រាមកทั้งពីរប៉ាមកทั้งពីរប៉ាមកកូនមកចាំមកណាត់ដល់ពេលអូយមកដល់ប៉ាលើពីហ្នឹងទៀតនោះខ្ញុំមើលកន្លែងនេះម្ដងសម្បូរណាស់កន្លែងចឹងចាំអ្នកទាំងអស់គ្នាហាមចោលសម្រាមប៉ុន្តែនៅមើលខាងក្រោម Oh my god គឺសិតតែសម្រាមតែម្ដងរោពាក្យវាចាគ្នាដល់ពេលថ្ងៃត្រង់យើងសប្បាយឈៀលម្ដងយើងសម្រាប់អញ្ចឹងណាយើងចូលគណៈថាហាងញ៉ាំអីហាងកាហ្វេតូចមួយទៅទាំងអស់គ្នាហើយខ្ញុំទៅគឺតាមបងស្រីខ្ញុំទេមកដំបងថាគាត់ថាដឹងទៅណាដេកផ្ទះឯកាម្នាក់ឯងអីចឹងណាគាត់ថាអូបាយទៅសួនរត់ទិញអីញ៉ាំអីចឹងជាដើមប៉ុន្តែចៃដន្យអីបងខ្ញុំគាត់មួលទៅញ៉ាំអីចានៅហាងនោះខ្ញុំស្គាល់ឈ្មោះដែរអានសូវត្រូវហ្មងទេអង់គ្លេសអីចឹងណាគឺ The Coff អីចឹងទៅហើយនៅគៀមផ្សារបឹងឈូកយើងនឹងឯងហើយខ្ញុំបានទៅនឹងដំបូងហ្នឹងអត់ដែរដឹងទេនៅនឹងមានកាហ្វេអីចឹងណាហើយគេមានលក្ខណៈនំខេកនំអីតំណងទាំងអស់គ្នាមើលទៅគួរឲ្យចង់ញ៉ាំហ្មងហើយតម្លៃគឺសមរម្យហើយសិតតែឆ្ងាញ់ហ្មងហើយខ្ញុំដំបូងឡើយសុំទៅមនុយគេហ្នឹងអានក៏អត់ដឹងតែអានមិនដែរពេលខ្លះប្រកបត្រូវទៀតហើយប៉ុន្តែអត់អីទេណាសប្បាយហើយញ៉ាំឆ្ងាញ់ហើយពេលខ្ញុំទៅដល់ហ្នឹងគឺខ្ញុំទៅមួយបងស្រីខ្ញុំហើយគាត់មកជាមួយមិត្តភក្តិរបស់គាត់ពីរនាក់ទៀតហើយខ្ញុំចង់បញ្ជាក់ថាគឺពេញចិត្តកន្លែងហ្នឹងមែនទែនហើយជាមួយនឹងអាហារគេនំនេះWhat are you gonna do there? ឆ្ងាញ់ហ្មងជាមួយនឹងសូកូឡា Very nice stay in a hotel. ញាក់ហ្មងឲ្យ10លើ10ហ្មងចេញពីហ្នឹងមកយើងបានទៅហុងកុងដោយសារតែថ្ងៃហ្នឹងគេថ្ងៃ Halloween ពេលអញ្ចឹងទៅគេធ្វើ promotion ពិសេសបញ្ចុះ 20% គ្រប់មុខហ្មងអ្នកនរគ្នាចូលមើលនេះគេរៀបស្អាតមែនតើណាខ្ញុំខានចូលទៅយូរហើយ4ឆ្នាំហើយនិយាយស្មោះត្រង់អញ្ចឹងទៅយូរចូលម្ដងអញ្ចឹងណាពេលយើងចូលទៅមើលនេះមានច្រើនមែនតើខ្ញុំមិនដឹងទិញអីទេតែទិញបានម៉ាស់ម្ដុំគឺបញ្ចុះតម្លៃ20%មកវិញដល់បន្ទប់វិញទៅញ៉ាំបាយញ៉ាំទឹកទិញម្ហូបទិញអីហើយគឺដល់ម៉ោងហាត់ប្រាណហើយខ្ញុំជាទូទៅអត់សូវមានថាចង់ហាត់ប្រាណប៉ុន្តែក៏ថាអត់សូវស្វាហាប់មិនពីចឹងបងខ្ញុំបង្ខំបន្តមកទៀតដើម្បីឲ្យយើងស្រស់ស្រាយគឺយើងត្រូវងូតទឹកហើយខ្ញុំបានកក់សក់បានអីចឹងទៅទាំងអស់គ្នាខ្ញុំកក់សក់សាប៊ូស្ពៃហើយតែប៉ិតខ្ញុំកក់តាំងពីមុនគេល្បីគេអត់តន់ល្បីអារឿងគ្រប់ត្រូលផលិតផលខ្មែរមុនយល់ទៅខ្ញុំប្រើមុនអា screen ខ្មែរថៃហ្នឹងទៀតហើយដល់មកខ្ញុំបិទម៉ាស់ហើយយូរម៉ាស់ហ្នឹងមកប្រអប់ហ្នឹងគេបិទតែមួយខែអស់ហើយខ្ញុំ4 5ខែហើយឥឡូវសល់2ម៉ាស់ចុងក្រោយហ្នឹងយកខ្វេះយកមកបិទយូរបិទម្ដងដល់ពេលថ្ងៃហ្នឹងនឹកឃើញអូចង់ស្អាតចង់អីចឹងណាយកមកខ្វេះមកបិទមកហើយមិនសូវជំនាញបានទេមើលតាម YouTube មើលតាមគេតាមឯងចឹងទៅរៀនបិទម៉ាស់បិទអីឲ្យស្អាតចឹងទៅហើយម៉ាស់នេះម៉ាស់កូរ៉េទាំងអស់គ្នាមកប្រអប់ហ្នឹងអត់សូវថ្លៃទេយើងប្រើបានយូរអង្វែងហើយយូរអង្វែងគេប្រើបានរាល់ថ្ងៃច្រឡំប្រើបានរាល់ថ្ងៃហើយវាជួយដល់ស្បែកយើងបានច្រើនគាត់ថាខ្ញុំវាខ្ជិលចឹងណាខ្ញុំភាគច្រើនខ្ញុំពេលយប់ឡើងខ្ញុំតប toner តបទឹក toner តិចៗចឹងទៅបោះការ៉េដូចគ្នាចឹងទៅហើយចូលគេញ៉ាំមានធ្វើអីទេដល់ពេលថ្ងៃនេះថាអូចង់ស្អាតចឹងអីចាបន្តមកទៀតខ្ញុំក៏ពេលយើងពុំបិទមកហើយហ្នឹងយើងនឹងធ្វើអីមែនអត់ហ្នឹងហើយខ្ញុំរៀនចិនតែប៉ុន្តែខ្ញុំចង់ចេះនិយាយចិនយូរហើយប៉ុន្តែគាត់ថាអត់មានឱកាសរៀនហើយធ្លាប់ទៅរៀននៅសាលាគេដែរប៉ុន្តែការជំនាន់ហ្នឹងកូវីដដល់ពេលទៅគេបិទសាលាផងហើយចូលរៀនវិញក៏បានចូលដែរតែអត់មានលុយរៀនដល់ពេលចឹងទៅយើងក៏រៀនខ្លួនឯងឥឡូវនេះដាច់ចិត្តវិញខាងត្រូវតែខំខ្លួនឯងឲ្យបានរៀនឲ្យចេះហ្មងហើយមើលទៅអ្នកនរគ្នាវេទនាវាតនេតណារៀនចិននេះហើយបង្ខំខ្លួនឯងមួយថ្ងៃយ៉ាងហោចណាស់ក៏ចេះបានមកពាក្យ2ពាក្យដែរប៉ុន្តែអាយុហ្នឹងខ្ញុំរៀនបានចេះពីពាក្យអីគត់រៀងពិបាកដែរហើយចេះខំទៅអ្នកនរគ្នាដើម្បីអនាគតយើងអញ្ចឹងណាហើយខ្ញុំក៏ចង់ចេះនិយាយភាសាអង់គ្លេសដែរកាលខ្ញុំរៀននៅវិទ្យាល័យខ្ញុំអត់ចេះទេហើយខ្ញុំក៏ថាក្នុងចិត្តចំណែនឃើញមិត្តភក្តិចេះនិយាយភាសាអង់គ្លេសចំណែនគេក៏ថាមើលអនាគតនឹងចេះរៀនឲ្យចេះដូចគេអីចឹងណាយើងសួរគេរៀនសាលាណាយើងគុំទុកខ្លួនយើង
ដល់ពេលខ្ញុំរៀនចប់ហើយខ្ញុំក៏មានឱកាសបានរៀននិយាយរួមទៅអង់គ្លេសរាល់ថ្ងៃនេះខ្ញុំអាចថាខ្ញុំចេះបានច្រើនខ្ញុំអាចនិយាយបានខ្លះៗស្ដាប់បានច្រើនហើយប៉ុន្តែគាត់ថាមិនតាន់ចេះនិយាយថាឲ្យល្អអីអត់នៅទេហ្នឹងហើយប៉ុន្តែឥឡូវនេះគោលដៅមួយទៀតគឺរៀនចិនធ្វើម៉េចឲ្យបានចេះចិនអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារយើងចង់ចេះនិយាយចិនចេះស្ដាប់ចិនអញ្ចឹងទៅប៉ុន្តែអង់គ្លេសយើងនៅតែយូរម្ដងយើងនៅតែរំលឹកមើលរៀនអានរៀននិយាយអញ្ចឹងទៅដោយសារតែយើងដឹងថាយើងខ្លួនយើងខ្សោយជាដើមចឹងទៅចារួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមទៅចាបកម៉ាស់ចេញហើយតែម៉ាស់នេះល្អមែនទាំងអស់គ្នាមើលឡើងអាឡងមកមុខខ្ញុំអត់សូវស្អាតប៉ុន្មានទេប៉ុន្តែគាត់ថាកាលមុនច្រើនណាស់អ្នកទាំងអស់គ្នាឡើងមុនឡើងពេញសុសសាច់មុខហ្មងតែឥឡូវនេះគ្រាន់ហើយមើលវានៅស្នាមមួយឯងដូចថាថ្ងៃណាយើងអត់ស្រួលខ្លួនយើងដូចថាយើងអត់សូវបានថែមុខយើងទៅវាអាចឡើងមុន1 2 3អីទៅជាដើមតែអត់ច្រើនដូចកាលមុនទេអាចថាទទួលយកបានឥឡូវនេះពេញចិត្តមួយខ្លួនឯងទទួលយកបានហើយម៉ូមសក់ខ្ញុំម៉ូមមកស្ងួតមកដែលថាវានៅអួតតិចៗចឹងទៅយើងយកប្រេងលាបសក់មកលាបមកហើយប្រេងនេះខ្ញុំខ្ចីបងខ្ញុំទៀតយើងរួមទៅខ្ញុំសុំបងខ្ញុំប្រើរហូតតែពិតខ្ញុំប្រើប្រេងរបស់ខ្ញុំដែរតែប្រេងរបស់ខ្ញុំហ្នឹងរបស់ថៃដល់ពេលយើងប្រើអស់ហើយទៅក៏អត់ទិញទៀតទេហើយគាត់ថារកទិញទៀតប៉ុន្តែដល់ចៃដន្យអីបងខ្ញុំទិញមកថ្មីល្មមសុំប្រើហ្មងខ្ញុំបានសន្យាមួយខ្លួនឯងថានឹងឧស្សាហ៍អញ្ចឹងដល់ពេលដែលថ្ងៃយើងសម្រាប់យើងឧស្សាហ៍មើលថែខ្លួនឯងអញ្ចឹងហើយតាមពិតសក់ខ្ញុំហ្នឹងក៏រុះច្រើនដែរទាំងអស់គ្នាវារុះច្រើនដូចគ្នាប៉ុន្តែគាត់ថាមើលអត់សូវដឹងអញ្ចឹងដោយសារសក់យើងវារាងវែងតែស្អីធំអញ្ចឹងទៅប៉ុន្តែខ្ញុំក៏ព្យាយាមកក់ដែរមួយរយៈនេះខ្ញុំកក់អាសាប៊ូចិនអាដុំគេល្បីហ្នឹងអាពណ៌ខៀវហ្នឹងហើយពេលខ្លះខ្ញុំកក់ជាមួយនឹងសាប៊ូស្ពៃតែឃើញថាសក់ខ្ញុំដុសច្រើនវិញដែរទាំងអស់គ្នាហើយអំបិលមាត់អីខ្ញុំហ្នឹងគឺខ្ញុំលាបស្រាប់របស់បងខ្ញុំទេសុំរបស់បងខ្ញុំលាបចុងក្រោយអរគុណទាំងអស់គ្នាអរគុណជួបគ្នាលើកក្រោយ